មនុស្សយើងតែងតែខ្លាចខ្មោចដែលរស់នៅក្នុងទីងងឹតទីប៉ាឆាឬផ្ទះបោះបង់ចោលប៉ុន្តែតាមពិតទៅខ្មោចដែលគួរឲ្យខ្លាចបំផុតមិនមែនជារូបរាងដែលយើងមើលឃើញនោះទេតែវាជាខ្មោចដែលយើងបង្កើតឡើងដោយដៃខ្លួនឯងហើយលាក់វាទុកក្នុងសតិសម្បជញ្ញៈដ៏ជ្រៅបំផុតរបស់យើងវាជាស្រមោលនៃសេចក្តីកំសាកដែលដេញតាមយើងគ្រប់ជំហានទោះបីជាយើងរត់លឿនប៉ុណ្ណាក៏ដោយយប់នោះភ្លៀងធ្លាក់ខ្លាំងដំណក់ទឹកភ្លៀងបោកផ្ទប់នឹងកញ្ចក់ឡានបង្កើតជាសំឡេងដែលស្ដាប់ទៅដូចជាការខ្សឹបខ្សៀវនៃរាត្រីដ៏ឯកោផ្លូវជាតិស្ងាត់ជ្រងំមានតែពន្លឺភ្លើងហ្វាឡានដែលខំប្រឹងទម្លុះភាពងងឹតសូន្យឈឹងនៅក្នុងកាប៊ីនឡានដ៏ត្រជាក់ស្រួលនិងមានសុវត្ថិភាពបុរសម្នាក់កំពុងអង្គុយក្រោយចង្កូតគាត់ជាមនុស្សធម្មតាជាឪពុកដ៏ល្អម្នាក់ដែលកំពុងប្រញាប់ត្រឡប់ទៅជួបប្រពន្ធកូនបន្ទាប់ពីការងារដ៏នឿយហត់ពេញមួយថ្ងៃនៅក្នុងពិភពលោកតូចចង្អៀតនេះគាត់មានអារម្មណ៍ថាខ្លួនឯងមានអំណាចមានសុវត្ថិភាពនិងអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបានរហូតដល់វិនាទីនោះមកដល់វាមិនមែនជាសំឡេងស្រែកវាមិនមែនជាការព្រមានមុនវាគ្រាន់តែជាសំឡេងដឹបយ៉ាងខ្លាំងមួយដែលធ្វើឲ្យរថយន្តទាំងមូលញ័ររំជួយ អ្វីម្យ៉ាងឬនរណាម្នាក់បានប៉ះទង្គិចនឹងកាំងខាងមុខពេលវេលាហាក់ដូចជាឈប់ដើរសំឡេងម៉ាស៊ីនត្រជាក់រថយន្តដែលធ្លាប់តែស្ងាត់បែរជាលឺសូរខ្លាំងខុសធម្មតាដៃរបស់គាត់ក្តាប់ចង្កូតយ៉ាងណែនរហូតដល់ឡើងស្លេកភ្នែករបស់គាត់សម្លឹងមើលទៅកញ្ចក់មើលក្រោយតែអ្វីដែលគាត់ឃើញមានត្រឹមតែពណ៌ក្រហមនៃភ្លើងស្តុបក្រោយដែលជះពន្លឺលើគំនរអ្វីម្យ៉ាងដែលដេកស្តុកស្ដឹងនៅលើថ្នល់សើមជោគនៅក្នុងវិនាទីនៃភាពតក់ស្លុតនោះការតស៊ូផ្លូវចិត្តដ៏សាហាវបំផុតរបស់មនុស្សជាតិបានចាប់ផ្ដើមជើងរបស់គាត់រំកិលទៅជាន់ហ្វ្រាំងប៉ុន្តែខួរក្បាលរបស់គាត់ចាប់ផ្ដើមធ្វើការកណនាដោយស្វ័យប្រវត្តិបើខ្ញុំចុះទៅជីវិតខ្ញុំនឹងចប់ហើយចុះប្រពន្ធខ្ញុំចុះកូនខ្ញុំគ្មានអ្នកណាឃើញទេផ្លូវនេះងងឹតណាស់វាងងឹតណាស់ភាពអាត្មានិយមដើម្បីរស់រានមានជីវិតបានលុបបំបាត់សិលធម៌ជាមនុស្សទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែកជើងដែលបំរុងនឹងជាន់ហ្វ្រាំងក៏បដូរទៅជាន់ហ្គែរវិញរថយន្តលោតស្ទុះទៅមុខទម្លុះស្បែកនៃដំណក់ភ្លៀងបន្សល់ទុកនៅរាងកាយមួយដែលកំពុងហូរឈាមនៅលើថ្នល់និងបន្សល់ទុកនៅព្រលឹងពាក់កណ្ដាលរបស់គាត់នៅទីនោះដូចគ្នាយប់នោះពេលទៅដល់ផ្ទះគាត់មិនបានចូលដេកទេគាត់ឈរនៅយានដ្ឋានដ៏ងងឹតដោយកាន់ទុយោទឹកបាញ់លាងកាំងឡានផ្នែកខាងមុខទឹកដែលហូរចុះមកលើឥដ្ឋស៊ីម៉ងត៍មានពណ៌ផ្កាឈូកព្រាលរហូតដល់វាប្រែជាថ្លាគាត់ជូតសម្អាតរាល់ស្នាមប្រឡាក់យកក្រណាត់មកត្រដុសយ៉ាងប្រញាប់ប្រញាល់ហាក់ដូចជាចង់ជូតលុបបំបាត់អតីតកាលប៉ុន្តែស្នាមកំពិតនៅលើដែកស្នាមកំពិតទំហំប៉ុនក្បាលមនុស្សមិនអាចលាងជ្រះឡើយវាជាស្លាកស្នាមអចិន្ត្រៃយ៍នៃអំពើបាបប៉ុន្មានថ្ងៃក្រោយមកជីវិតនៅខាងក្រៅមើលទៅហាក់ដូចជាធម្មតាគ្មានប៉ូលីសមកគោះទ្វារគ្មានព័ត៌មានល្បីល្បាញអ្វីធំដុំគាត់គិតថាគាត់អាចរួចខ្លួនគាត់គិតថាគាត់អាចកប់រឿងនេះទុកក្នុងភាពស្ងៀមស្ងាត់ប៉ុន្តែយុត្តិធម៌មិនមែនតែងតែទាមទារឲ្យមានតុលាការឬខ្នោះដៃនោះទេពេលខ្លះយុត្តិធម៌ដ៏ឃោរឃៅបំផុតគឺការដែលយើងមិនអាចរត់គេចពីការចងចាំរបស់ខ្លួនឯងបានបន្តិចម្ដងបន្តិចរថយន្តដែលធ្លាប់តែជានិមិត្តរូបនៃភាពជោគជ័យនិងសេចក្តីសុខរបស់គាត់ចាប់ផ្ដើមប្រែក្លាយទៅជាគុកងងឹតរាល់ពេលដែលគាត់បើកទ្វារចូលអង្គុយក្លិនឈាមហាក់ដូចជានៅតែភាយចេញពីម៉ាស៊ីនត្រជាក់ទោះបីជាគាត់ព្យាយាមបាញ់ទឹកអប់ប៉ុណ្ណាក៏ដោយពេលគាត់បើកបរឡានហាក់ដូចជាធ្ងន់ជាងមុនធ្ងន់ខុសធម្មតាហាក់ដូចជាមានអ្វីមួយឬនរណាម្នាក់កំពុងតោងជាប់នៅខាងក្រោមទួលឡានរាល់ពេលយប់នៅពេលដែលគាត់ឈប់នៅស្តុបក្រហមកញ្ចក់មើលក្រោយខ្លាយជាសត្រូវដ៏ធំបំផុតរបស់គាត់មិនហ៊ានសម្លឹងមើលវាទេព្រោះរាល់ដងដែលគាត់លួចមើលគាត់តែងតែមានអារម្មណ៍ថាមានស្រមោលខ្មៅមួយកំពុងឈរនៅខាងក្រោយឡានក្នុងតំបន់ងងឹតដែលភ្លើងស្តុបបញ្ចាំងមិនដល់សំឡេងកកិតកង់ឡាននៅលើថ្នល់លែងស្ដាប់ទៅដូចជាសំឡេងកៅស៊ូទៀតហើយវាស្ដាប់ទៅដូចជាសំឡេងឆ្អឹងដែលកំពុងត្រូវគេកិនបំបាក់ស្ដាប់ទៅដូចជាសំឡេងដង្ហើមចុងក្រោយដែលព្យាយាមស្រូបយកខ្យល់អាកាសគាត់ចាប់ផ្ដើមនៅដាច់ដោយឡែកពីប្រពន្ធកូនគាត់ឆេវឆាវភ័យខ្លាចសំឡេងស៊ីរ៉ែននិងគេងមិនលក់ទោះបីជាគាត់ព្យាយាមបញ្ចុះបញ្ចូលខ្លួនឯងរាប់ពាន់ដងថាវាគ្រាន់តែជាគ្រោះថ្នាក់វាមិនមែនជាចេតនាប៉ុន្តែសតិសម្បជញ្ញៈរបស់គាត់បានឆ្លើយតបវិញថាតែឯងបានរត់ចោលគេឯងទុកឲ្យគេស្លាប់ដូចសត្វភាពសាហាវយង់ខ្នងនៃសាច់រឿងនេះមិនមែនខ្មោចលងបញ្ចេញរូបរាងគួរឲ្យរន្ធត់ឡើយតែវាជាការបែកបាក់នៃផ្លូវចិត្តរបស់មនុស្សម្នាក់ដែលត្រូវរស់នៅជាមួយនឹងទង្វើមិនអាចលើកលែងទោសបានរបស់ខ្លួនឯងរាល់សាច់ដុំរាល់កោសិកាក្នុងខ្លួនរបស់គាត់សុទ្ធតែស្រែកប្រាប់ពីកំហុសនេះជារៀងរាល់ថ្ងៃ
គាត់ត្រូវសម្ដែងតួធ្វើជាមនុស្សល្អម្នាក់នៅចំពោះមុខសង្គមខណៈដែលនៅខាងក្នុងគាត់ដឹងច្បាស់ថាខ្លួនគាត់ជាអ្វីទីបំផុតគាត់លែងហ៊ានបើកឡាននោះទៀតគាត់ទុកវាចោលឲ្យដុះធូលីនៅក្នុងយានដ្ឋានដោយមិនព្រមសូម្បីតែដើរកាត់វាគាត់សុកចិត្តដើរឬជិះម៉ូតូឌុបប៉ុន្តែទោះបីជាគាត់ដើរដោយថ្មើរជើងនៅកណ្ដាលពន្លឺថ្ងៃដ៏ស្រស់បំព្រងក៏ដោយរាល់ពេលដែលគាត់ឃើញរថយន្តបើកកាត់ឬឮសំឡេងហ្វ្រាំងជើងរបស់គាត់នៅតែញ័រគាត់ដឹងថាស្រមោលនោះមិនមែននៅក្រោមបាតឡាននោះទេវាបានជ្រៀតចូលមកដាំរឹសក្នុងព្រលឹងរបស់គាត់បាត់ទៅហើយនៅក្នុងជីវិតនេះគ្មានគុកណាដែលឃុំឃាំងយើងបានជិតឈឹងនិងរងទុក្ខវេទនាជាងគុកដែលធ្វើពីភាពស្ងាត់ជ្រងំនៃសេចក្តីកំសាន្តនិងវិបដិសារីរបស់យើងផ្ទាល់នោះទេយើងអាចរត់គេចពីច្បាប់របស់មនុស្សបានប៉ុន្តែយើងមិនអាចរត់គេចពីតុលាការនៃមនសិការរបស់ខ្លួនឯងបានឡើយអ្នកខ្លះស្លាប់រាងកាយឯអ្នកខ្លះទៀតស្លាប់ទាំងរស់ព្រោះតែត្រូវជាប់ឃុំជាមួយខ្មោចនៃអំពើបាបរបស់ខ្លួនឯងជារៀងរហូត